លោកកឹមមានសុកសីហាថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ3ថ្ងៃម្ដងពលរដ្ឋបារម្ភពីជីវភាពក្រោយពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ភាពយន្តឯកសារស្ដីពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាបានឈ្នះពានរង្វាន់ពន្លឺបៃតងអ៊ីរ៉ង់ប្រកាសឈ្មោះមេដឹកនាំកម្ពុជាសាសនាថ្មីទោះបីរងការគំរាមវាយប្រហារដាវសម្លាប់ពីអ៊ីស្រាអែលនិងអាមេរិកសង្គ្រាមដើមបូព៌ាបណ្ដាប្រទេសអាស៊ីជ្រុលច្របល់ដោយសារតែតម្លៃប្រេងនិងឧស្ម័នឡើងថ្លៃខ្ពស់មិនធ្លាប់មានអឺរ៉ុបសម្រុកបញ្ជូននាវាចម្បាំងទៅប្រទេសស៊ីបដើម្បីទប់ស្កាត់ការរីករាលដាលសង្គ្រាមនៅមជ្ឈិមបូព៌ាអំណោះតទៅតម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ3ថ្ងៃម្ដងដោយសារតែមានការប្រែប្រួលឆាប់រហ័សនៃតម្លៃប្រេងនៅលើពិភពលោកនេះជាការបញ្ជាក់របស់លោកកឹមមាសសុកសីហាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី9មិនិនានេះសូមស្ដាប់ការលើកឡើងរបស់លោកកឹមមាសសុកសីហាដែលជាការរៀបចំជូនដោយអង្គបន្ថនហើយឥឡូវនេះដូចឃើញជាក់ស្ដែងថាការគណនាថ្លៃលក់រាយប្រេងឥន្ធនៈលែងធ្វើជាលក្ខណៈ10ថ្ងៃម្ដងទៀតហើយគឺតាមគោលការណ៍ឯកភាពថ្នាក់ដឹកនាំគឺមានការចេញនូវសេចក្តីជូនដំណឹងថ្លៃលក់រាយប្រេងឥន្ធនៈរៀងរាល់3ថ្ងៃម្ដងដូច្នេះភាពរលាស់នៃតម្លៃដែលយកមកគណនាហ្នឹងគឺលឿនជាងមុនហើយអាចតាមទាន់សភាពការប្រែប្រួលថ្លៃទីផ្សារប្រេងឥន្ធនៈអន្តរជាតិយើងធ្វើកិច្ចការងារនេះដើម្បីទាំងម្ចាស់ស្ថានីយ៍ដេប៉ូលក់ចែកចាយក៏គាត់បានទទួលនៅការធ្វើបច្ចុប្បន្នភាពលឿនទៅតាមតម្លៃប្រេងឥន្ធនៈទីផ្សារអន្តរជាតិផងដែរសូមបញ្ជាក់ដែរថានៅថ្ងៃទី8ខែមីនាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបានធ្វើការកែប្រែតម្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាក្នុងតម្លៃ 4,400 រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតានិងតម្លៃ 5,150 រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី8ដល់ថ្ងៃទី10ខែមីនាឆ្នាំ2026នេះគឺជាការប្រែប្រួលតម្លៃប្រេងមុនកាលកំណត់ដែលតែងតែធ្វើឡើងចន្លោះ10ថ្ងៃម្ដងការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងនៅកម្ពុជាបែបនេះគឺដោយសារតែរងផលវិបាកនៃសង្គ្រាមនៅដើមបូព៌ាដែលបានឆាបឆេះកាលពីដើមសប្តាហ៍មុនរវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅថ្ងៃច័ន្ទទី9មិនិនាឆ្នាំ2026នេះដែរតម្លៃប្រេងសាំងធម្មតានៅកម្ពុជាបានហក់ដល់ 4,400 រៀលក្នុង1លីត្រខណៈប្រេងម៉ាស៊ូតក៏ហក់ឡើងក្នុងតម្លៃ 5,150 រៀលក្នុង1លីត្រជាការឡើងថ្លៃមុនកាលកំណត់ត្រូវបានក្រសួងពាណិជ្ជកម្មពន្យល់ថាមកពីមានការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់និងអន្តរជាតិនៅទីក្រុងភ្នំពេញពលរដ្ឋបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសង្ឃឹមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗតទៅនេះសូមស្ដាប់ការលើកឡើងរបស់ពលរដ្ឋដូចតទៅតែសាំងឡើងភ័យវាថ្លៃទៅយើងបាក់ចំណាយទៅការចំណាយយើងត្រូវតែធ្លាប់ដូចយ៉ាងមួយខែយើងប្រើឧទាហរណ៍$30អញ្ចឹងវាឡើង40វាកាត់នៅអាចំណូលរបស់យើងប្រចាំថ្ងៃរបស់យើងវាទាបអញ្ចឹងណាអញ្ចឹងបើចំណូលយើងវាអត់កើនចំណាយច្រើនធ្វើឲ្យជីវភាពយើងក៏វាបាក់ទូទាត់នឹងអាការចំណាយហ្នឹងដែរអញ្ចឹងសូមឲ្យសាំងហ្នឹងវាធ្វើមិនខ្មិចកុំឲ្យវាឡើងខ្លាំងពេកទៅឬព័ត៌មានហ្នឹងមកយើងគិតថាបើឡើងវានឹងប៉ះពាល់ដល់ពួកយើងហ្នឹងបាទអញ្ចឹងយើងសនំពររដ្ឋាភិបាលគាត់ជួយទប់តម្លៃកុំឲ្យឡើងខ្លាំងពេកអញ្ចឹងណាបើជាពិសេសឈ្មួញកដាលយើងសនំពរកុំឲ្យគាត់ចេះតែឡើងតាមចិត្តតាមអីហ្នឹងហើយបើមើលយើងនៅក្នុងបំពេញយើងជិះតាមស្ថានីយ៍ធំគេតម្លៃគេវាទៅតាមរដ្ឋយើងកំណត់បើយើងទៅចាជាបំពេញបន្តិចខុសគ្នាច្រើនខុសគ្នាដល់កន្លែងខ្លះ1000ណាបាទទីមួយវាពិបាកថងអ្នកធ្វើការនៅឆ្ងាយត្រូវការប្រើម៉ូតូប្រើអីចឹងដែលសាំងឡើងថ្លៃទៅខ្លះណាប្រាក់ខែយើងថោកទៅវាពិបាកមួយដែរហ្នឹងអំពរឲ្យសាំងឲ្យឡើងត្រឹមតិចតួចឡើងត្រឹមពីមុនធម្មតាអី3000ជាងឡើងត្រឹម4000អីទៅវាគួរសមយើងអាចមានសមត្ថភាពទៅថាអ្នកធ្វើការល្មមអីអាចចាក់បានហើយសាំងសុពេអីយើងឡើងដែរទៅឡើងតិចតួចអីទៅកំឡើងដល់ថ្នាក់1លីត្រ6 7000អីឥឡូវមិនតាន់ហ្នឹងឡើងដល់5000ជាង6000ហ្នឹងអញ្ចឹងវាឡើងគូហេតុពេកខ្ញុំរាល់ថ្ងៃរស់ស៊ីប្រកបមុខរបរតាក់ស៊ីវាប៉ះពាល់ដល់ជីវភាពយើងរាល់ដែរពេលគាត់ថារាល់ដងម៉ាស៊ូតឡើងតែ3000ជាងតែឥឡូវហក់ឡើងដល់5000ជាងហើយណាមួយទី1ម៉ាស៊ូតឡើងទី2អត់ទៅមានភ្ញៀវជិះវាប៉ះពាល់ដែរដូច
ជាក់ស្ដែងមកមិញមានតែ3នាក់ហើយបានកាលមុនម៉ូយសុំតែ25,000ទេតែឥឡូវសុំគេបាន30,000ប៉ុន្តែវាអត់មានម៉ូជីដែរប៉ះពាល់បើអញ្ចឹងមកមិញបានតែ90,000ហែងអស់5-10,000 4,500កន្លះខែមុនខ្ញុំចំណាយអស់តែ90,000តែ10,000នេះចុះបើសិនជាព្រៃហ្នឹងគាត់ឡើងថ្លៃទៅគិតមិនទៅអត់ទេអាហ្នឹងតាមដំណើរតាមដំណើរយើងវាការរកស៊ីរបស់យើងសុំម៉ូយសុំអីឡើងថ្លៃអញ្ចឹងទៅតិជនជួនកាលមានជួនកាលអត់វាមិនមែនអត់តែរហូតទេណារឿងចំណោមពណ៌យើងចេះចំណោមចង់ឲ្យតែចោះថោកប៉ុន្តែដោយសារប្រេងនាំចូលពីប្រទេសគេដែរហើយរាជរដ្ឋាភិបាលខាងក្រសួងគាត់អ្នកកំណត់តម្លៃឲ្យលុបអត់ទៅហើយយើងទៅចំណោមពណ៌ហ្នឹងក៏វាមិនអាចបានដែរបើអញ្ចឹងស្រេចលើតែរាជរដ្ឋាភិបាលហើយនឹងខាងក្រសួងអ្នកចាត់ចែងឲ្យប្រជាពលរដ្ឋរបស់យើងចុងក្រោយខ្ញុំសង្ឃឹមថាអាចនឹងប្រេងសាំងឬក៏ម៉ាស៊ូតអីហ្នឹងអាចនឹងធ្លាក់មក3,000ជាងដូចដើមអាហ្នឹងយើងសប្បាយចិត្តជាងបើដូចរងហើយតឹងទ្រូងដែរប៉ុណ្្នឹងធ្វើម៉េចប្រទេសជាតិតែអញ្ចឹងហើយលោកកែរ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំគណៈប្រតិភូអន្តរជាតិទៅបំពេញបេសកកម្មសិទ្ធិមនុស្សចាប់ពីថ្ងៃទី2ដល់ថ្ងៃទី4ខែមិនិនាឆ្នាំ2026នៅក្នុងសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី9មិនិនានេះលោកកែរ៉េមីបានជួបពិភាក្សាទ្វេភាគីចំនួន29ជំនួបជាមួយភាគីសំខាន់រួមមានថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិព្រមទាំងបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សជាដើមនៅក្នុងជំនួបទាំងនោះលោកកែរ៉េមីបានបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃដែលជាការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិរួមមានការបិទព្រំដែនជាឯកតោភាគីការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីខ្មែរការវាយប្រហារមិនរើសគោលដៅដោយប្រើអាវុធធន់ធ្ងន់ការពង្រាយលួសបន្លាដាក់ទូកុងតឺន័រក៏ដូចជាការដាក់ឈ្មោះថ្មីក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ទឹកដីកម្ពុជាដែលខុសច្បាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថាភាគីពាក់ព័ន្ធសន្យារាយការណ៍ជូនរដ្ឋាភិបាលខ្លួនអំពីព័ត៌មាននៅកម្ពុជាបានប្រាប់ខាងលើនិងបានផ្ដល់យោបល់និងបទពិសោធន៍ល្អៗដែលជាគន្លឹះដោះស្រាយចំនួនព្រំដែនខ្មែរថៃដោយសន្តិវិធីលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចនៅសង្ហបុរីរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី11ខែមិនិនាឆ្នាំ2026ខាងមុខនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី9មិនិនានេះនឹងថាអំឡុងពេលទស្សនកិច្ចនៅសង្ហបុរីរដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលជួបសម្ដែងការគួសមលោក Loren Wong នាយករដ្ឋមន្ត្រីសង្ហបុរីនឹងជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសង្ហបុរីតាមក្រសួងការបរទេសកម្ពុជាកិច្ចពិភាក្សារបស់ប្រមុខទូតទាំងពីរនឹងផ្ដោតលើការជំរុញទំនាក់ទំនងទ្វេភាគីយូរអង្វែងតាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនិងបញ្ហាតំបន់និងអន្តរជាតិសំខាន់ៗកម្ពុជាតាមរយៈក្រសួងការបរទេសសង្ឃឹមថាទំនាក់ទំនងកម្ពុជាសង្ហបុរីនឹងអាចឈានទៅមុខជាមួយគ្នាដោយវិជ្ជមានដោយប្រែក្លាយប្រទេសទាំងពីរជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាពស្ថិរភាពនិងវិបុលភាពយូរអង្វែងក្នុងតំបន់ភាពយន្តឯកសារស្ដីពីសកម្មជនបរិស្ថានកម្ពុជាក្រោមចំណងជើងថា The Clearing ដែលផលិតដោយសារព័ត៌មានអន្តរជាតិ Mongabe បានឈ្នះពានរង្វាន់ពន្លឺបៃតងឬ Green Spark Award នៅមហោស្រពភាពយន្តអភិរក្សធម្មជាតិនៅសហរដ្ឋអាមេរិកនេះបើតាមការអះអាងរបស់ចលនាមេដាធម្មជាតិនៅលើ Facebook ផ្លូវការរបស់ខ្លួននាថ្ងៃច័ន្ទទី9មិនិនាឆ្នាំ2026ការផ្ដល់ពានរង្វាន់ដល់ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះធ្វើឡើងខណៈពេលដែលតុលាការកម្ពុជាសម្រេចឃុំខ្លួនសកម្មជនមេដាធម្មជាតិទាំង5រូបក្រោមបទចោទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រអង្គប៊ុនថនជួនសេចក្តីរាយការណ៍ពានរង្វាន់ពន្លឺបៃតងនេះត្រូវបានផ្ដល់ជូនដល់ភាពយន្តដែលបង្ហាញពីវីរភាពរបស់អ្នកការពារធម្មជាតិបង្ហាញទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបំផុសអ្នកចំនួនក្រោយឲ្យចូលរួមការពារបរិស្ថានThe Clearing ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះបង្ហាញពីការតស៊ូរបស់សកម្មជនបរិស្ថាននៅកម្ពុជាដូចជាយុវជនលីច័ន្ទតារាវុធរួមទាំងសកម្មជននៃចលនាមេដាធម្មជាតិមួយចំនួនទៀតអង្គការចលនាមេដាធម្មជាតិបានចាត់ទុកការទទួលបានពានរង្វាន់នេះថាជាការទទួលស្គាល់ដ៏មានអត្ថន័យពីឆាកអន្តរជាតិចំពោះសម្លេងនិងការតស៊ូរបស់យុវជនខ្មែរដែលជាអ្នកការពារធនធានធម្មជាតិ
មានរយៈពេល27នាទី The Clearing គឺជាភាពយន្តឯកសារដែលបង្ហាញពីការតស៊ូរបស់យុវជនខ្មែរដែលឈរជើងការពារបរិស្ថានក្នុងបរិបទដែលលំហសេរីភាពកំពុងប្រឈមនឹងការគំរាមកំហែងខ្លាំងក្លាភាពយន្តនេះផ្ដោតលើជីវិតនិងការបដិញ្ញាចិត្តរបស់យុវជននៃចលនាមេដាធម្មជាតិដែលក្លាហានហ៊ានបញ្ចេញសម្លេងប្រឆាំងនឹងការកាប់បំផ្លាញធម្មជាតិនិងអំពាវនាវឲ្យមានការទទួលខុសត្រូវបើទោះបីជាត្រូវប្រឈមមុខនឹងការចាប់ខ្លួននិងការកាត់ទោសក៏ដោយសូមបញ្ជាក់ថានៅថ្ងៃច័ន្ទទី2ខែមីនាឆ្នាំ2026តុលាការកំពូលបានបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់បន្ទាប់ពីតុលាការជាន់ទាបបានសម្រេចឃុំខ្លួនពួកគេក្រោមបទចោទរួមគំនិតក្បត់និងប្រមាថចំពោះអង្គព្រះមហាក្សត្រសកម្មជនបរិស្ថាន5រូបដែលកំពុងជាប់ឃុំនៅកម្ពុជារួមមានលោកថនរដ្ឋាលោកលីចន្ទរាវុធលោកយឹមលៀងហ៊ីកញ្ញាឡុងកុនធានិងកញ្ញាភួនកែវរស្មីសកម្មជនទាំង5នាក់នេះក៏មានមុខផងដែរនៅក្នុងភាពយន្តឯកសារ The Clearing ដែលបានឈ្នះពានរង្វាន់ពន្លឺបៃតងនៅមហោស្រពភាពយន្តអភិរក្សធនធានធម្មជាតិនៅសហរដ្ឋអាមេរិកឆ្នាំ2026នៅថ្ងៃទី9មិនិនានេះដែរបុរសដែលជាជនសង្ស័យម្នាក់អាយុ24ឆ្នាំត្រូវបានឃាត់ខ្លួននៅខេត្តសៀមរាបពីបទរំលោភបំពានផ្លូវភេទលើកុមារនិងផលិតនិងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការស៊ើបអង្កេតដោយសមត្ថកិច្ចនិងអង្គភាពការពារកុមារ CPU តាមការស៊ើបអង្កេតរបស់ប៉ូលីសជំនាញគិតត្រឹមពេលនេះជនរងគ្រោះចំនួន21នាក់ដែលមានអាយុចន្លោះពី5ទៅ16ឆ្នាំត្រូវបានកំណត់អត្តសញ្ញាណនិងទទួលការពិគ្រោះផ្លូវចិត្តពីអ្នកជំនាញខណៈការស៊ើបអង្កេតនៅតែបន្តដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀតនេះបើតាមអង្គភាពការពារកុមារ CPUលោកអ្នកស្ដាប់ជាទីមេត្រីយើងងាកមកចាប់អារម្មណ៍ព័ត៌មានអន្តរជាតិវិញម្ដងលោកមុចតាបាខាមេនីកូនប្រុសទី2របស់អាលីខាមេនីត្រូវបានជ្រើសតាំងជាមេដឹកនាំកម្ពុជាសាសនាថ្មីរបស់ប្រទេសអ៊ីរ៉ង់ការបោះឆ្នោតជ្រើសតាំងប្រមុខដឹកនាំថ្មីរបស់អ៊ីរ៉ង់ធ្វើឡើងនៅក្រោមស្នូលគ្រាប់ផ្លោងវាយប្រហារពីសំណាក់អាមេរិកនិងអ៊ីស្រាអែលខណៈតម្លៃប្រេងឥន្ធនៈនៅក្នុងពិភពលោកកំពុងហក់ឡើងខ្ពស់តើលោកមុចតាបាខាមេនីជានរណាអោស្រីពេជ្រជួនព័ត៌មានពុស្ដាគណៈកម្មការជំនាញសាសនាអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី8មិនិនាបានបោះឆ្នោតជ្រើសរើសលោកមុតតាបាខាមេនីជាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់បន្តពីឪពុកគឺលោកអាលីខាមេនីដែលបានស្លាប់ក្នុងប្រតិបត្តិការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលកាលពីថ្ងៃទី28កុម្ភៈនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់អ្នកនាំពាក្យបានអានសេចក្តីថ្លែងការណ៍របស់គណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ដែលថាលោកមុតតាបាខាមេនីត្រូវបានតែងតាំងជាមេដឹកនាំកម្ពុជានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយផ្អែកលើសម្លេងឆ្នោតដាច់ខាតពីសមាជិកនៃគណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ចំនួន88នាក់ខុសពីឪពុកដែលជាប្រមុខដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកមុតតាបាខាមេនីចូលចិត្តរស់នៅកម្បាំងមុខដោយមិនធ្លាប់កាន់តំណែងក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់និងមិនធ្លាប់បានផ្ដល់បទសម្ភាសន៍ឬឡើងថ្លែងសន្ទរកថាជាសាធារណៈម្ដងណាឡើយរីឯរូបថតនិងវីដេអូរបស់លោកវិញក៏ត្រូវបានគេកំណត់រឹតបន្តឹងនិងក្នុងកម្រិតដ៏តិចតួចសម្រាប់ការផ្សព្វផ្សាយសាធារណៈក្នុងវ័យ56ឆ្នាំលោកមុតតាបាខាមេនីជាកូនទី2ក្នុងចំណោមកូន6នាក់របស់លោកអាលីខាមេនីមុតតាបាខាមេនីបានទទួលការអប់រំនៅអនុវិទ្យាល័យសាសនាមួយក្នុងទីក្រុងតេហេរ៉ង់នៅអាយុ17ឆ្នាំមុតតាបាខាមេនីបានចូលបម្រើការក្នុងជួរយោធាវគ្គខ្លីៗអំឡុងសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់លោកមុតតាបាខាមេនីបានបន្តការសិក្សាខាងសាសនានៅឆ្នាំ1997និងបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់នៅឆ្នាំ2005បច្ចុប្បន្នក្នុងនាមជាមេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលទើបនឹងជ្រើសរើសលោកមុតតាបាខាមេនីត្រូវបានគេរំពឹងថានឹងបន្តគោលនយោបាយដ៏រឹងរូសរបស់ឪពុកគួរជ្រាបថាប៉ុន្មានឆ្នាំចុងក្រោយនេះមានពាក្យចចាមអារ៉ាមថាគឺលោកមុតតាបាខាមេនីនេះហើយដែលជាមនុស្សមានឥទ្ធិពលខ្លាំងស្ថិតនៅពីក្រោយឆាកនៃរបបផ្ដាច់ការនៅអ៊ីរ៉ង់លោក Donald Trump ធ្លាប់បានអះអាងថាអាមេរិកមិនចង់ឃើញកូនប្រុសរបស់លោកអាលីខាមេនីស្នងតំណែងឪពុកទេចំពោះអ៊ីស្រាអែលវិញបុគ្គលរូបណាក៏ដោយដែលជាកំពូលមេដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់នឹងត្រូវក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារសម្លាប់អ៊ីស្រាអែលក៏ថែមទាំងគម្រាមសម្លាប់បុគ្គលរូបណាដែលចង់ឈរឈ្មោះជាអគ្គមគ្គុទ្ទេសក៍សាសនាអ៊ីរ៉ង់នេះបើតាមសេចក្តីប្រកាសថ្មីចុងក្រោយរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបន្ទាប់ពីឮដំណឹងថាអ៊ីរ៉ង់ទើបបានបោះឆ្នោតតែងតាំងមេដឹកនាំកម្ពុជាសាសនាថ្មីប្រទេសចិនប្រឆាំងដាច់ខាតរាល់សកម្មភាពរបស់បរទេសដែលសម្រាប់មគ្គុទ្ទេសក៍ថ្មីរបស់អ៊ីរ៉ង់ពេលកាំងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានអះអាងនៅថ្ងៃច័ន្ទទី9មិនិនានេះថាចិនប្រឆាំងរាល់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃមិនថានៅក្រោមលេសហេតុផលអ្វីទាំងអស់គេត្រូវគោរពបូរណភាពទឹកដីសន្តិសុខនិងដែនអធិបតេយ្យភាពរបស់អ៊ីរ៉ង់នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន
ចិនចេញមុខមកនិយាយការពីលោក Mojtaba Khamenei ប្រមុខដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់ព្រោះថាកាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅពេលអ៊ីរ៉ង់ទើបរើសមគ្គុទ្ទេសក៍ថ្មីដើម្បីស្នងតំណែងពីអាយ៉ាតូឡា Ali Khamenei អ៊ីស្រាអែលបានព្រមានរួចហើយថាប្រមុខដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់នឹងក្លាយជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីស្រាអែលចំណែកលោក Donald Trump បានគំរាមថាមេដឹកនាំសាសនាអ៊ីរ៉ង់នឹងមិនអាចមានអាយុរស់នៅបានយូរទេពេលកាំងមិនសប្បាយចិត្តតតែសោះនឹងភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះដោយអាមេរិកនិងអ៊ីស្រាអែលគួរដឹងថាចិនជាអតិថិជនធំទិញប្រេងចំនួន 80% នៃប្រេងដែលអ៊ីរ៉ង់លក់នាំចេញទៅបរទេសអាចនិយាយម្យ៉ាងទៀតថាប្រេងរបស់អ៊ីរ៉ង់តំណាងឲ្យ 13% នៃប្រេងដែលចិននាំចូលសម្រាប់តម្រូវការក្នុងស្រុកនេះបើតាមក្រុមហ៊ុនវិភាគកំ pl ែសង្គ្រាមនៅតំបន់ដើមបូព៌ាកំពុងជះផលអវិជ្ជមានមកលើបណ្ដាប្រទេសអាស៊ីសឹងទាំងអស់ដែលត្រូវការជាចាំបាច់នៅវត្ថុធាតុដើមមិនថាប្រេងនិងឧស្ម័នក៏ត្រឹមថ្ងៃច័ន្ទទី9មិនិនានេះតម្លៃប្រេងឆៅបានឡើងថ្លៃលើស$100ក្នុងមួយធុងបារ៉ែលប្រទេសអាស៊ីជាច្រើនបានចាប់ផ្ដើមចាត់វិធានការការពារទំហំស្តុកបំរុងរបស់ប្រេងនិងឧស្ម័ននៅតាមប្រទេសគេរៀងៗខ្លួននិងដើម្បីទប់តម្លៃកុំឲ្យហក់ឡើងដែលធ្វើបាបជីវភាពប្រជាជនរបស់ខ្លួនមកពិសេសជួនសេចក្តីរាយការណ៍លម្អិត10ថ្ងៃមកហើយដែលច្រកសមុទ្រអុកម៉ូសផ្លូវឆ្លងកាត់នៃការនាំចេញប្រេងនិងឧស្ម័នពីតំបន់ឈូងសមុទ្រប៉ែកសត្រូវបិទគប់ទាំងស្រុងដោយការប៉ាន់ស្មានទុកសង្គ្រាមនៅដើមបូព៌ាបានធ្វើឲ្យតម្លៃប្រេងឆៅនិងតម្លៃឧស្ម័នហក់ឡើងស្រើតផ្អើលពេញទីផ្សារពិភពលោកព្រឹកថ្ងៃទី9មិនិនាតម្លៃប្រេងឆៅបានហក់ឡើងដល់ 16.18% មួយធុងបារីលមានតម្លៃ$107.69 បន្ទាប់ពីបានឡើងជិតដល់$120ចំណែកតម្លៃឧស្ម័នធម្មជាតិវិញផ្អែកតាមទីផ្សារ TTF តម្លៃគោលរបស់អឺរ៉ុបគឺ1 MWh មានតម្លៃ$60.58តម្លៃនេះគិតត្រឹមម៉ោង 8:25 នាទីព្រឹកដែលបានឡើងប្រមាណ 13.49% បន្ទាប់ពីបានហក់ឡើងដល់ទៅ 30% នៅពេលទីផ្សារបានបើកទ្វារគួររំលឹកថាកាលពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើងភ្លាមនៅដើមខែមីនាឆ្នាំ2022តម្លៃប្រេងបានហក់ឡើងដល់ទៅ$130ក្នុងមួយធុងបារីលក៏ប៉ុន្តែបាននិយាយពីចលនាស្ទុះជ្រួលច្របល់នៃតម្លៃនៅលើទីផ្សារប្រេងគឺមិនដែលផ្អើលខ្លាំងដូចពេលនេះទេជាងនេះទៀតនៅថ្ងៃអាទិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងនិងឧស្ម័ននៅតំបន់ដើមបូព៌ាបានរងការខូចខាតបន្ថែមទៀតដោយសារតែការវាយប្រហាររបស់មីស៊ីលនិងដ្រូនទាំងសងខាងគឺប្រទេសនៅតំបន់អាស៊ីដែលកំពុងតែជ្រួលច្របល់ខ្លាំងព្រោះពឹងផ្អែកទាំងស្រុងទៅលើប្រេងនិងឧស្ម័នរាវនាំចូលពីតំបន់ដើមបូព៌ាជាក់ស្ដែងកូរ៉េខាងត្បូងនាំចូលប្រេងពីតំបន់ដើមបូព៌ាប្រមាណ 70% នៃតម្រូវការវិស័យឧស្សាហកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងត្រូវការចរន្តអគ្គិសនីថាមពលច្រើនសម្បើមណាស់កូរ៉េខាងត្បូងទើបបានអះអាងថាគេបានទទួលបាននៅការដឹកជញ្ជូនប្រេងជាបន្ទាន់ចំនួន4លានធុងបារីលចេញពីអេមីរ៉ាតអារ៉ាប់រួមដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រអុកម៉ូសលោកប្រធានាធិបតីលីជេមយុងវិញបានប្រកាសនៅថ្ងៃច័ន្ទនេះកំណត់តម្លៃអតិបរមានៃផលិតផលប្រេងដើម្បីជួយសម្រាលជីវភាពប្រជាជននៅតៃវ៉ាន់វិញរដ្ឋាភិបាលគ្រោងចាប់ផ្ដើមដឹកបញ្ជូននាវាដឹកឧស្ម័នរាវចំនួន22គ្រឿងពីខែមីនាដល់ខែមេសាក្នុងនោះ20គ្រឿងត្រូវបានធានាសន្តិសុខរួចរាល់ហើយរដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្ដើមអនុវត្តយន្តការទប់តម្លៃសាំងឲ្យនៅនឹងតាមតែអាចធ្វើទៅបានចំណែកនៅវៀតណាមវិញរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យទម្លាក់ពន្ធនាំចូលប្រេងមកនៅត្រឹម0រហូតដល់ខែមេសាដើម្បីទាញតម្លៃសាំងឲ្យធ្លាក់ចុះនៅជប៉ុនវិញដែលជាប្រទេសនាំចូលប្រេងធំជាងគេលំដាប់ទី5នៃពិភពលោករដ្ឋាភិបាលមានគម្រោងបញ្ចេញយកមកប្រើនៅស្តុកប្រេងបំរុងរបស់ជាតិជប៉ុនអះអាងថាស្តុកប្រេងឆៅបំរុងជាតិរបស់ខ្លួនអាចប្រើបាន254ថ្ងៃចំណែកឧស្ម័នរាវវិញអាចទប់បាន3សប្តាហ៍នៅចិនវិញរដ្ឋាភិបាលបានចេញវិធានការហាមឃាត់រោងចក្រចម្រាញ់ប្រេងទាំងអស់របស់ខ្លួនមិនឲ្យលក់នាំចេញប្រេងទាំងសាំងទាំងម៉ាស៊ូតទៅកាន់ប្រទេសអាស៊ីដទៃទៀតដោយត្រូវផ្ដល់អាទិភាពដល់ទីផ្សារក្នុងស្រុកសូមបញ្ជាក់ថានៅឆ្នាំ2025ចិននាំចូលប្រេងឆៅពីតំបន់ដើមបូព៌ាខ្ទង់ 57% នៃការនាំចូលសរុបរបស់ខ្លួននៅហ្វីលីពីនវិញរដ្ឋាភិបាលបានប្រកាសកាត់បន្ថយចំនួនថ្ងៃធ្វើការមួយសប្តាហ៍មកនៅត្រឹមតែ4ថ្ងៃលោកប្រធានាធិបតីហ្វីលីពីនបានអំពាវនាវផងដែរឲ្យស្ថាប័នរដ្ឋទាំងអស់ត្រូវសន្សំសំចៃចរន្តអគ្គិសនីនិងប្រេងសាំងឲ្យបានចន្លោះពី10ទៅ 20% ដោយឡែកនៅឥណ្ឌាវិញក្រសួងប្រេងកាតបានអះអាងថាសម្រាប់ពេលនេះមិនមានអ្វីព្រួយបារម្ភទេព្រោះថាឥណ្ឌាមានស្តុកប្រេងបំរុងគ្រប់គ្រាន់អាចទប់បាន7ទៅ8សប្តាហ៍ដោយដែលគេបានដឹងកន្លងមកឥណ្ឌាធ្លាប់បានលួចទិញប្រេងពីរុស្ស៊ីក្នុងទំហំច្រើនសន្ធឹកហើយកាលពីថ្ងៃប្រហ័សប្រឈមនឹងវិបត្តិកំពុងកើតឡើងនៅដើមបូព៌ាសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យឥណ្ឌាអាចបន្តទិញប្រេងពីរុស្ស៊ីដោយមិនរងទណ្ឌកម្ម
គួរកត់សម្គាល់ថាបណ្ដាប្រទេសអាស៊ីសឹងទាំងអស់បានចាត់វិធានការទៅតាមលទ្ធភាពដើម្បីរក្សាស្តុកបម្រុងនិងទប់តម្លៃប្រេងនៅថៃអាជ្ញាធរបានប្រកាសការពារស្តុកបម្រុងប្រេងចំនួន2ខែហើយបានហាមឃាត់ការនាំចេញប្រភពថាមពលទាំងអស់តម្លៃប្រេងម៉ាស៊ូតវិញនឹងត្រូវទប់មិនឲ្យឡើងថ្លៃរយៈពេល15ថ្ងៃសូមបញ្ជាក់ថាវិបត្តិនៅតំបន់ដើមបូព៌ាកំពុងតែធ្វើឲ្យរញ្ជួយទីផ្សារសេដ្ឋកិច្ចទាំងអាស៊ីទាំងអឺរ៉ុបក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បានចាប់ផ្ដើមបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃច័ន្ទនេះដើម្បីនិយាយអំពីលទ្ធភាពនៃការបញ្ចេញប្រេងឆៅពីស្តុកបម្រុងយុទ្ធសាស្ត្រយកមកប្រើជាបណ្ដោះអាសន្នការចាក់បញ្ចូលប្រេងឆៅក្នុងទីផ្សារនេះអាចនឹងជួយទប់តម្លៃមិនឲ្យឡើងថ្លៃ ភ្លើងសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែឡើងកម្ដៅខ្លាំងឡើងប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងនាវាចម្បាំងនិងយន្តហោះចម្បាំងជាច្រើនគ្រឿងទៅប្រទេសស៊ីបដើម្បីត្រៀមខ្លួនទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនេះព្រមទាំងការពារសន្តិសុខអឺរ៉ុបប៉ុន្តែបណ្ដាមេដឹកនាំប្រទេសអឺរ៉ុបធំក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈមបូព៌ាឡើយទុនពុតពិសិដ្ឋជូនព័ត៌មានពិស្ដា ប្រឈមនឹងស្ថានភាពរីករាលដាលនៃសង្គ្រាមនៅមជ្ឈមបូព៌ាដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែលបណ្ដាប្រទេសអឺរ៉ុបមួយចំនួនជាអាចបារាំងអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីក្រិចអេស្ប៉ាញបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងនាវានិងយន្តហោះចម្បាំងព្រមទាំងប្រព័ន្ធខែលការពារអាកាសទៅប្រទេសស៊ីបការបញ្ជូនគ្រឿងសព្វាវុធទំនើបទៅស៊ីបធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានយោធាអង់គ្លេសនៅប្រទេសស៊ីបនិងបានបាញ់មីស៊ីលសម្ដៅចូលដែនអាកាសរបស់ទូគីជាក់ស្ដែងប្រទេសអង់គ្លេសបានសម្រេចបញ្ជូននាវាចម្បាំង HMS Dragon និងឧទ្ធម្ភាគចក្រ Valkart រួមជាមួយនឹងទាហានប្រមាណ400នាក់ទៅស៊ីបដើម្បីការពារសន្តិសុខនៅតំបន់សមុទ្រ Mediterranean នេះបើយោងតាមនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដែលបញ្ជាក់នៅថ្ងៃអង្គារទី3មីនាចំណែកបារាំងវិញក៏មិនអាចឈរអោបដៃមើលពីចម្ងាយបានឡើយនៅថ្ងៃអង្គារដដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាឲ្យបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle រួមទាំងយន្តហោះចម្បាំងនិងនាវាចម្បាំងជាច្រើនគ្រឿងទៀតទៅកាន់សមុទ្រ Mediterranean ការបញ្ជូនគ្រឿងសព្វាវុធទៅតំបន់នោះដើម្បីការពារផលប្រយោជន៍របស់បារាំងនិងសម្ព័ន្ធមិត្តបារាំងនៅតំបន់មជ្ឈមបូព៌ាបន្ទាប់ពីមូលដ្ឋានទ័ពរបស់ខ្លួនចំនួន2កន្លែងត្រូវរងការខូចខាតដោយគ្រាប់មីស៊ីលអ៊ីរ៉ង់បើផ្អែកតាមវិមានអេលីសេលោកម៉ាក្រុងនឹងធ្វើដំណើរទៅប្រទេសស៊ីបនៅថ្ងៃច័ន្ទទី9មីនាដើម្បីពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីស៊ីបនិងក្រិចអំពីការពង្រឹងសហប្រតិបត្តិការនិងសន្តិសុខនៅតំបន់ Mediterranean ពីទីក្រុងរ៉ូមនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានបញ្ជាក់នៅថ្ងៃសៅរ៍ទី7មីនាថាមេដឹកនាំនៃប្រទេសអឺរ៉ុបធំៗរួមមានអ៊ីតាលីបារាំងអាល្លឺម៉ង់និងអង់គ្លេសបានយល់ព្រមសហការគ្នាដើម្បីបញ្ជៀសការរីករាលដាលនៃសង្គ្រាមនៅមជ្ឈមបូព៌ាលោកស្រីនាយករដ្ឋមន្ត្រីបានបន្តទៀតថាអ៊ីតាលីបានបញ្ជូននាវាចម្បាំងទៅស៊ីបដើម្បីធានាសន្តិសុខនៅតាមព្រំដែនសហភាពអឺរ៉ុបនិងដើម្បីបញ្ជាក់ពីសាមគ្គីភាពអឺរ៉ុបព្រមទាំងរួមចំណែកដល់ស្ថិរភាពអន្តរជាតិក៏ប៉ុន្តែលោកស្រី Giorgia Meloni បានបញ្ជាក់ជំហរយ៉ាងម៉ឺនម៉ាត់ថាអឺរ៉ុបមិនលូកដៃចូលពាក់ព័ន្ធនឹងសង្គ្រាមនៅមជ្ឈមបូព៌ាឡើយអឺរ៉ុបនឹងប្រើយន្តការការទូតនិងសម្របសម្រួលចរចាបញ្ចប់ចំនួនដើម្បីសុខសន្តិភាពបើផ្អែកតាមសារព័ត៌មានក្នុងស្រុកនាវាចម្បាំងរបស់អ៊ីតាលីដែលផ្ទុកនាវិកចំនួនជាង160នាក់បានចាក់ចេញពីកំពង់ផែភាគខាងត្បូងអ៊ីតាលីនៅថ្ងៃសុក្រទី6មីនាដោយឡែកអាល្លឺម៉ង់ក្រិចអេស្ប៉ាញក៏បានបញ្ជូននាវាចម្បាំងទៅកាន់ប្រទេសស៊ីបដែលនាវាចម្បាំងក្រិច2គ្រឿងបានធ្វើដំណើរទៅដល់កំពង់ផែលីម៉ាសុលប្រទេសស៊ីបនៅយប់ថ្ងៃពុធទី4មីនារីឯនាវាចម្បាំងរបស់អាល្លឺម៉ង់ទើបតែទៅដល់កំពង់ផែនោះនៅថ្ងៃអាទិត្យទី8មីនានៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនឧទ្ទិសនឹកដល់គុណូបការៈរបស់ស្ត្រីកូរ៉េខាងជើងកាសែតរដ្ឋកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃច័ន្ទទី9មីនានេះបានស្រង់សម្ដីរបស់លោកគីមចុងអ៊ុនដែលថាស្ត្រីកូរ៉េខាងជើងមានរូបរាងទន់ខ្សោយប៉ុន្តែពោពេញដោយឆន្ទៈនិងរឹងមាំចំពោះមេដឹកនាំកូរ៉េខាងជើងស្ត្រីកូរ៉េខាងជើងសប្តាហ៍ថ្ងៃនេះបានក្លាយជាសសរគ្រឹះដ៏រឹងមាំនៃបដិវត្តន៍នៅមុនការចុះផ្សាយរបស់កាសែតរដ្ឋគេឃើញមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនចូលរួមនៅក្នុងពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃអាទិត្យទី8មីនាដោយមានឈរអមដោយភរិយាប្អូនស្រីនិងជាពិសេសកូនស្រីនាងគីមជូអេដែលជាអ្នកជំនាញវាតម្លៃថាអាចស្នងតំណែងបន្តពីឪពុកទស្សនិកជនជាទីមេត្រីជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានតាមដានដំបូងជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃរៀបចំជូនដោយសំច័ន្ទសំណាងស្ដីពីការកើនឡើងតម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងធ្វើឲ្យពលរដ្ឋជួបបញ្ហាប្រឈមអ្វីខ្លះនិងចុងក្រោយជានីតិបទយកការរៀបចំជូនដោយចាន់លីដាស្ដីពីពលរដ្ឋភូមិអូ3ជាន់ជាង 90% វិលចូលផ្ទះសម្បែងវិញ
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ វិបត្តិសង្គ្រាមនៅដើមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រែប្រួលក្នុងចន្លោះ3ថ្ងៃម្ដងជាការប្រែប្រួលតម្លៃប្រេងមុនកាលកំណត់ដែលតែងធ្វើឡើងក្នុងចន្លោះ10ថ្ងៃម្ដងនេះបើតាមការបញ្ជាក់របស់លោកកឹមមាសសុកសីហាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងនៅកម្ពុជាបែបនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថានឹងប៉ះពាល់ដល់ពលរដ្ឋខ្មែរក្នុងវិស័យផលិតកម្មនិងដឹកជញ្ជូនទន្ទឹមគ្នានេះអ្នកជំនាញព្រមានពីអតិផរណាទំនិញឡើងថ្លៃដែលនាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយចុះជាងមុនតើការកើនឡើងតម្លៃប្រេងឥន្ធនៈពេលនេះនឹងជះផលប៉ះពាល់អ្វីខ្លះដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជាសូមស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់សំច័ន្ទសំណាងលោកបណ្ឌិតជ័យតិចអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថាចំនួននៅតំបន់ដើមបូព៌ាដែលឈានទៅដល់ការបិទច្រកនាំចេញប្រេងដ៏ធំក្នុងលោកបានជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាផងបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ានេះគឺការបិទច្រកអមូសនេះគឺប៉ះពាល់យ៉ាងខ្លាំងទៅដល់ការផ្គត់ផ្គង់ប្រេងទៅដល់បណ្ដាប្រទេសដែលនាំចូលប្រេងច្រើនជាពិសេសគឺប្រទេសនៅតំបន់អាស៊ីយើងតែម្ដងហើយក៏ប៉ះពាល់សម្រាប់កម្ពុជាដែលជាប្រទេសដែលនាំចូលប្រេងសុទ្ធសាធបាទកម្ពុជាមិនមានផលិតកម្មប្រេងនៅក្នុងស្រុកខ្លួនឯងទេដូច្នេះវាប៉ះពាល់ទៅនឹងខ្សែសង្វាក់នៃការដឹកជញ្ជូនប្រេងប៉ះពាល់ទៅនឹងបរិមាណនៃការផ្គត់ផ្គង់ប្រេងនិងមានផលប៉ះពាល់នៃការឡើងថ្លៃប្រេងហើយទាំងនេះគឺប៉ះពាល់ហើយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់ប្រេងនៅក្នុងផលិតកម្មរបស់ខ្លួននៅក្នុងការដឹកជញ្ជូនការធ្វើដំណើរហើយជាពិសេសគឺបងប្អូនប្រជាកសិករដែលត្រូវការប្រេងក្នុងការប្រើប្រាស់ទៅលើគោយន្តត្រាក់ទ័រក៏ដូចជាម៉ាស៊ីនបូមទឹកបញ្ចូលស្រែចម្ការជាដើមហើយប៉ះពាល់សំខាន់ដែរសម្រាប់អ្នកដឹកជញ្ជូនបាទគឺដូចជាបងប្អូនដែលប្រកមុខរបរដឹកជញ្ជូនតាក់ស៊ីដឹកទំនិញជាពិសេសគឺកុងតឺន័រដែលដឹកទំនិញពីខាងគេហៅថាកំពង់ផែមកកាន់រាជធានីភ្នំពេញជាដើមជារួមការឡើងតម្លៃប្រេងនេះគឺមានផលប៉ះពាល់ទៅដល់ជីវភាពទៅដល់ការចំណាយរបស់ប្រជាពលរដ្ឋទៅលើការធ្វើដំណើរទៅលើការអតិផរណានៃទំនិញក៏ដូចជាសេវាកម្មផ្សេងហើយរដ្ឋាភិបាលក៏បង្កើនការចំណាយដែរគឺតកតងទៅនឹងការឧបត្ថម្ភធនពីព្រោះប្រេងបានឡើងហើយឡើងដល់100ហើយនឹងអាចឡើងជាង100ដោយរដ្ឋាភិបាលបានសន្យាហើយនឹងធ្វើការឧបត្ថម្ភធនចំនួន1សេនក្នុង1លីត្រលោកបរិទ្ធគីសេរីវត្តសេតាវិទូលើកឡើងពីការថមថយសេដ្ឋកិច្ចរបស់កម្ពុជាដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈចំពោះការហក់ឡើងនៃថ្លៃប្រេងនេះវាគឺជាគ្រោះកើតឡើងពីសង្គ្រាមហើយมันអាចប្រទេសណាទប់ស្កាត់បានទេឡើយនេះហើយមានតែប្រទេសដែលផលិតប្រេងខ្លួនឯងទេដែលអាចទប់ស្កាត់ការឡើងថ្លៃប្រេងនេះបានហើយត្រង់ចំណុចនេះយើងឃើញថាសេដ្ឋកិច្ចពិភពលោកក៏កំពុងតែត្រឹងប្រឈមនឹងការដាំក្បាលចុះហើយនឹងការឡើងថ្លៃប្រេងក៏នឹងទាញឲ្យសេដ្ឋកិច្ចកាន់តែថមថយជាងមុននេះហើយគឺជាទ្វេគ្រោះរបស់ពិភពលោកនៅក្នុងឆ្នាំ2026ហើយក្នុងនោះកម្ពុជាក៏រងគ្រោះនៅទ្វេគ្រោះនេះដែរដែលយើងមិនអាចជៀសផុតទេលោកកឹមមាសសុកសីហាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មបញ្ជាក់ថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ3ថ្ងៃម្ដងដោយសារតែមានការប្រែប្រួលឆាប់រហ័សនៃតម្លៃប្រេងនៅលើពិភពលោកហើយឥឡូវនេះដូចឃើញជាក់ស្ដែងថាការគណនាថ្លៃលក់រាយប្រេងឥន្ធនៈគឺលែងធ្វើជាលក្ខណៈ10ថ្ងៃម្ដងទៀតហើយគឺតាមគោលការណ៍ឯកភាពថ្នាក់ដឹកនាំគឺមានការចេញនូវសេចក្តីជូនដំណឹងថ្លៃលក់រាយប្រេងឥន្ធនៈរៀងរាល់3ថ្ងៃម្ដងដូច្នេះភាពរលាស់នៃតម្លៃដែលយកមកគណនាហ្នឹងគឺលឿនជាងមុនហើយអាចតាមទាន់សភាពការប្រែប្រួលថ្លៃទីផ្សារប្រេងឥន្ធនៈអន្តរជាតិយើងធ្វើកិច្ចការងារនេះដើម្បីទាំងម្ចាស់ស្ថានីយ៍ដេប៉ូលក់ចែកចាយក៏គាត់បានទទួលនៅការធ្វើបច្ចុប្បន្នភាពលឿនទៅតាមតម្លៃប្រេងឥន្ធនៈទីផ្សារអន្តរជាតិផងដែរលោកបរិទ្ធ ដារិនសាស្ត្រាចារ្យសេដ្ឋកិច្ចលើកឡើងពីការបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជាជាទូទៅការកើនឡើងតម្លៃប្រេងឥន្ធនៈនៅពេលនេះបណ្ដាលមកពីស្ថានភាពទីផ្សារពិភពលោកជាពិសេសភាពតានតឹងនៃសង្គ្រាមនៅតំបន់មជ្ឈមបូព៌ាដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនិងការដឹកជញ្ជូនតាមសមុទ្រក្នុងនោះផងដែរសមុទ្រអូម៉ូសទៅបានបិទដែលបង្កឲ្យមានការរំខានដល់ចរន្តពាណិជ្ជកម្មប្រេងនិងការផ្គត់ផ្គង់ប្រេងឆៅជាសកលមានការធ្លាក់ចុះផងដែរកត្តាទាំងនេះបានធ្វើឲ្យតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិកើនឡើងដោយមានតម្លៃ Brent crude oil បានឡើងប្រមាណជា$115ក្នុងមួយធុងនៅថ្ងៃទី9ខែមីនាឆ្នាំ2026នេះទោះជាយ៉ាងណាកម្ពុជាបានអនុញ្ញាតឲ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅចំនួន
$6.5 សេនក្នុង1លីត្រដើម្បីជួយបន្ថយបន្ទុកចំណាយលើប្រជាពលរដ្ឋ តើតម្លៃប្រេងឥន្ធនៈកើនអាចនាំឲ្យមានការកើនឡើងតម្លៃទំនិញនិងសេវាកម្មផ្សេងៗទៀតដែរឬទេលោកបណ្ឌិតជ័យតិចមានយោបល់លើសំណួរមួយនេះ ក្នុងករណីសង្គ្រាមនេះនៅតែអូសបន្លាយយូរទៀតនោះមិនមែនផលប៉ះពាល់ត្រឹមតែការផ្គត់ផ្គង់ប្រេងការឡើងថ្លៃទំនិញការប៉ះពាល់ទៅដល់ការធ្វើដំណើរទៅដល់ប៉ះពាល់ទៅដល់ការចំណាយរបស់ប្រជាពលរដ្ឋការចំណាយឧបត្ថម្ភធនរបស់រដ្ឋាភិបាលទេតែវានឹងប៉ះពាល់ទៅដល់ផលិតកម្មជាពិសេសគឺការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបទៅកាន់ទីផ្សារបណ្ដាប្រទេសផ្សេងៗពីតំបន់អាស៊ីទៀតផងនៅពេលដែលច្រកអមូលនេះគឺបានបិទហើយតែនៅពេលដែលច្រកមួយទៀតបាទគឺច្រកដែលឆ្លងកាត់ទៅដឹកទំនិញទៅសហគមន៍អឺរ៉ុបបាទដែលកម្ពុជាយើងនាំចេញនៅគ្រឿងវិញ្ញាណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ស្បែកជើងគ្រឿងបង្គុំនិងគេហៅថាកំមន្តសាលជាដើមនោះទៅសហគមន៍អឺរ៉ុបតាមច្រកមួយគេហៅថាបាប់អាល់ម៉ាន់ដាប់បាទដែលឆ្លងទៅតាមសមុទ្រក្រហមចេញទៅតាមជ្រៃជីកច្រកព្រិចជីកស៊ុយអេហើយនឹងកាត់ទៅអឺរ៉ុបនោះបាទគឺនឹងមានការបិទបាទបើសិនជាករណីសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរគឺបិទដោយក្រុមយេម៉ែនហ៊ូទីបាទដែលនឹងបិទទៅច្រកនេះគឺផលប៉ះពាល់គឺកាន់តែធំលើសពីអ្វីពាក់ព័ន្ធទៅនឹងបញ្ហាប្រេងនេះទៅទៀតបាទ ដោយឡែកលោកបណ្ឌិតគីស្រីវត្តលើកឡើងថាការនាំចេញមួយផ្នែករបស់កម្ពុជាអាចនឹងរងផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងឥន្ធនៈដោយសារតែការបញ្ជាទិញក៏តិចជាងមុនផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងក៏លេខទៅមើលសកម្មភាពនេះថ្លៃដើមនៃការឡើងថ្លៃប្រេងវាមានការកើនឡើងមិនមែនតែក្នុងប្រទេសកម្ពុជាទេគ្រប់កន្លែងទាំងអស់មានការកើនឡើងអញ្ចឹងមានន័យថាថ្លៃដើមសកលមានការកើនឡើងចំណែកឯការនាំចេញរបស់កម្ពុជាវិញក៏អាចនៅតែបន្តគ្រាន់តែការនាំចេញមួយចំណែកនោះមានការថមថយហើយដោយសារតែថ្លៃវាឡើងខ្ពស់អ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ត្រង់ចំណុចនេះយើងនៅទទួលស្គាល់ថាសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំហុសល្បឿនជាងមុនដែរបាទហើយម្យ៉ាងទៀតនៅពេលដែលប្រេងឡើងថ្លៃគឺធ្វើឲ្យថ្លៃកសិផលមានការកើនឡើងដោយសារកសិផលកម្ពុជាត្រូវការម៉ាស៊ីនបូមទឹកដើម្បីបូមបាទដូច្នេះខុសចំណាយថ្លៃដើមលើវិស័យកសិកម្មនេះកាន់តែខ្ពស់ជាងមុនដែលទាមទារឲ្យមានការយកចិត្តទុកដាក់ការឡើងថ្លៃប្រេងបូកនឹងការឡើងថ្លៃស្បៀងគឺរួមចំណែកធ្វើឲ្យមានអតិផរណាកើនឡើងផងដែរបាទ ខណៈប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីប្រទេសដទៃតើរដ្ឋាភិបាលគួរមានវិធានការណាខ្លះដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដល់ពលរដ្ឋហើយប្រសិនបើតម្លៃប្រេងនៅតែបន្តឡើងថ្លៃតើសេដ្ឋកិច្ចកម្ពុជានិងកម្រិតជីវភាពពលរដ្ឋអាចប្រឈមនឹងបញ្ហាអ្វីខ្លះលោកបណ្ឌិតជ័យតិចជំរុញឲ្យរដ្ឋាភិបាលតាមដានជាប់លាប់លើស្ថានភាពតម្លៃប្រេងនិងស្នើឲ្យពលរដ្ឋប្រើប្រាស់ដោយមានទំនួលខុសត្រូវនៅក្នុងដំណាក់កាលនេះទាំងរដ្ឋាភិបាលទាំងប្រជាពលរដ្ឋកម្ពុជាត្រូវតាមដានអំពីសភាពការវិវត្តនៃសង្គ្រាមក៏ដូចជាតាមដាននៅព័ត៌មានបាទដែលគួរឲ្យជឿជាក់បាទជាពិសេសគឺរដ្ឋាភិបាលត្រូវធ្វើនៅពិពិធកម្មនៅគេហៅថាប្រភពនៃការនាំចូលប្រេងឧស្ម័នពីបរទេសហើយធ្វើការពិនិត្យជាមួយនឹងដៃគូឯកជនក្នុងការគ្រប់គ្រងបរិមាណប្រេងគុណភាពប្រេងក៏ដូចជាតម្លៃប្រេងហើយរដ្ឋាភិបាលត្រូវធ្វើការរឹតបន្តឹងទៅលើស្ថានីយ៍ឬក៏ដេប៉ូដែលឆ្លៀតឱកាសតម្លើងថ្លៃហួសហេតុបាទខុសពីសេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មហើយរដ្ឋាភិបាលត្រូវធ្វើការឧបត្ថម្ភធនដោយតែបានបញ្ជាក់ក្នុងការទប់ទល់នៅការឡើងថ្លៃហួសកម្រិតនេះហើយសម្រាប់ប្រជាពលរដ្ឋក៏ត្រូវធ្វើការកាត់បន្ថយការចំណាយសន្សំសំចៃទាំងប្រេងទាំងថវិកាសម្រាប់គ្រួសាររបស់ខ្លួនតាមរយៈបង្វែរការប្រើប្រាស់នៅប្រេងឧស្ម័នមកប្រើប្រាស់អគ្គិសនីដូចជាគ្រឿងចម្អិនផ្សេងៗនៅក្នុងផ្ទះអាចបង្វែរពីការប្រើហ្គាសមកប្រើអគ្គិសនីរថយន្តមកពីរថយន្តសាំងម៉ាស៊ូតប្រើរថយន្តអគ្គិសនីម៉ូតូអគ្គិសនីកង់អគ្គិសនីជាដើមហើយករណីដែលធ្វើដំណើរកំសាន្តឬក៏ធ្វើដំណើរផ្សេងៗដែលមិនចាំបាច់បាទយើងត្រូវកាត់បន្ថយហើយការធ្វើដំណើរតែឡានមួយម្នាក់ឯងម៉ូតូមួយម្នាក់ឯងនោះត្រូវធ្វើការកាត់បន្ថយផងដែរដោយប្រើប្រាស់នៅមធ្យោបាយសាធារណៈដូចជា City Bus ឬក៏ឡានក្រុងបាទទី1គឺកាត់បន្ថយការចំណាយក្នុងគ្រួសារទី2គឺអាចជួយសន្សំមកនៅគេហៅថាបរិមាណប្រេងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើងព្រោះថាការបង្វែរមកប្រើអគ្គិសនីវិញគឺយើងមានអគ្គិសនីគ្រប់គ្រាន់ដូចជាអាដាមកែវរតនារដ្ឋមន្ត្រីក្រសួងធម្មពលបារាយនិងធម្មពលបានបញ្ជាក់ហើយគឺតម្លៃអគ្គិសនីមិនមានការឡើងថ្លៃទេហើយមានការផ្គត់ផ្គង់គ្រប់គ្រាន់ដោយសារតែយើងប្រើប្រាស់នៅវ៉ារីអគ្គិសនីហើយមានភ្លៀងល្អប្រសើរឆ្នាំនេះហើយយើងប្រើប្រាស់នៅគេហៅថាធម្មពលកកើតឡើងវិញតាមរយៈបន្ទះសូឡាជាដើមនេះបាទមាន solar farm ឯនេះដូច្នេះទេយើងអាចបាទងាកមកប្រើប្រាស់នៅអគ្គិសនីឲ្យជាអតិបរមាដើម្បីកាត់បន្ថយការចំណាយដើម្បីកាត់បន្ថយនៅការប្រើប្រាស់នៅបរិមាណប្រេងដែលយើងកំពុងតែខ្វះនៅលើទីផ្សារចំពោះលោកបណ្ឌិតដូចដារិនកម្ពុជាគួរបន្តពិនិត្យនិងគ្រប់គ្រងកម្រិតអតិផរណានៅក្នុងប្រទេសឲ្យប្រយ័ត្នប្រយែងជាងមុនបទពិសោធន៍កន្លងមកបង្ហាញថាកម្ពុជាអាចរក្សាស្ថិរភាពអតិផរណានៅកម្រិតទាបតាមរយៈការសម្របសម្រួលគោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុអាចជាគន្លឹះសំខាន់សម្រាប់រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ននេះតាមមតិផ្ទាល់ខ្លួនខ្ញុំគិតថាកម្ពុជាគួរ
បន្តគ្រប់គ្រងអតិផរណាយ៉ាងប្រុងប្រយ័ត្ននិងរក្សាស្ថិរភាពតម្លៃទំនិញសំខាន់ៗកម្ពុជាគួរបន្តគ្រប់គ្រងស្ថិរភាពអត្រាផ្ទុកប្រាក់ដើម្បីរក្សាទំនុកចិត្តទីផ្សារនិងសម្រួលការទូទាត់អន្តរជាតិនិងបន្តធ្វើពិពិធកម្មទីផ្សារនាំចេញប្រើគោលនយោបាយសារពើពន្ធយ៉ាងបត់បែននិងមានប្រសិទ្ធភាពនៃការចំណាយហើយកម្ពុជាក៏គួរបន្តពង្រឹងការគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុនិងរក្សាស្ថិរភាពប្រព័ន្ធធនាគារនិងបន្តពង្រឹងនិងបំលែងប្រភពថាមពលបង្កើនផលិតភាពក្នុងស្រុកនិងជំរុញការផលិតទំនិញដែលកម្ពុជាមានប្រយោជន៍ប្រៀបធៀបឲ្យបានកាន់តែច្រើនបាទលោកកឹមមាសសុកសីហាអះអាងថាអាជ្ញាធរនឹងចាត់វិធានការប្រសិនបើរកឃើញមានករណីលក់ឡើងថ្លៃប្រេងឥន្ធនៈខុសពីការកំណត់របស់ក្រសួងពាណិជ្ជកម្មគឺយើងចុះទៅដល់គោលដៅដែលមានបាតុភិបផ្ដល់ព័ត៌មានមកឲ្យហ្នឹងគឺទៅដល់ដេប៉ូទាំងអស់ហ្នឹងបានបិទមិនដំណើរការទេហើយខ្លះអះអាងថាអត់មានស្តុកសម្រាប់លក់ចែកចាយតើតែអញ្ចឹងគឺយើងនឹងបន្តតាមដានទៀតថាតើគាត់អះអាងថាអត់ស្តុកលក់ហ្នឹងជាចេតនាសុចរិតឬក៏ទុច្ចរិតហើយបើសិនជារកឃើញថាគាត់គ្រាន់តែរក្សាទុកដើម្បីដល់ពេលឡើងថ្លៃចែកចាយលក់អាហ្នឹងយើងមានចំណាត់ការដោយឡែកហើយយើងបានរកឃើញស្ថានីយ៍ដែលលក់ខុសពីថ្លៃក្រសួងពាណិជ្ជកម្មបានជូនដំណឹងហ្នឹងបានមួយករណីហើយបានពិន័យជាប្រាក់4លានរៀលដូចឃើញនៅក្នុងបណ្ដាញសារព័ត៌មានបានចុះផ្សព្វផ្សាយព្រមព្រៀងហើយបទយកកាភូមិអូ3ជាន់ស្ថិតនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃហាក់មិនត្រូវចាត់ទុកជាតំបន់ចំនួនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជាថៃដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យនិងភូមិព្រៃច័ន្ទឡើយនៅក្រៅបទឈប់បាញ់រយៈពេលជាង2ខែមកនេះពលរដ្ឋក្នុងភូមិអូ3ជាន់ប្រមាណជាង 90% បានវិលត្រឡប់ចូលរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនវិញដើម្បីប្រកបរបររកស៊ីនិងចិញ្ចឹមជីវិតធម្មតាការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ចំនួនគៀកព្រំដែនប្រទេសថៃនេះគឺគ្មានការបង្កប់ការភ័យខ្លាចនោះទេត្បិតតំបន់នេះនៅគៀកតំបន់ដែលយោធាថៃរាយបន្លាលួសនិងដាក់កុងតឺន័រជាដើមសូមទស្សនាបទយការបស់ចាន់លីដាពីភូមិអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចាខ្ញុំនៅឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យឃុំអូ3ជាន់ខ្ញុំនៅតំបន់នេះគឺនៅយូរតាំងពី94 95អញ្ចឹងណាតែតំបន់នេះអត់មានចំនួនទេតែចំនួនមានតែជោគជ័យហើយនិងព្រៃច័ន្ទតែពេលថ្ងៃគេផ្ទុះហ្នឹងខែ12ថ្ងៃទី8ហ្នឹងផ្ទុះគ្រឿបហ្នឹងនៅរត់ទាំងអស់លេងពីភូមិអត់មានអ្នកនៅទេដល់ពេលរៀងមិនតែគេឈប់ទេណាពេលប៉ះចូលមកយកអីវ៉ាន់ខ្លះនៅតែផ្ទុះរហូតគេបាញ់រហូតដល់ថ្ងៃទី27គេបញ្ចប់ថ្ងៃទី27ហ្នឹងបានមកផ្ទះមកមើលផ្ទះមួយសាទៀតតែមកដល់ហ្នឹងអត់មានមនុស្សនៅដែរគឺមកក្នុងការភ័យព្រួយទាំងអស់ខ្លាចនៅភ័យខ្លាចទាំងអស់អត់មានប្រជាជនមកនៅទេនៅប្រហែលជា 10% ដែរមកហ្នឹងអត់ហ៊ាននៅទៀតបកទៅនៅកន្លែងដើមវិញកន្លែងយើងភៀសខ្លួនទៅហ្នឹងផ្សារអូ3ជាន់ក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាទីតាំងមួយដែលស្ថិតនៅមិនឆ្ងាយជាង 200 ម៉ែត្រពីច្រករបៀងនៃព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងកំឡុងពេលនៃការវាយប្រហារជាលើកទី2របស់យោធាថៃប្រជាជនអ្នកភូមិអូ3ជាន់ក៏ដូចជាអ្នកព្រំដែនផ្សេងទៀតដែរសុទ្ធតែត្រូវបានជំនះចាក់ចេញពីភូមិឋានរបស់ខ្លួនដើម្បីស្វែងរកសុវត្ថិភាពគេចចេញពីការទម្លាក់គ្រាប់បែករបស់យោធាថៃនិយាយរួមទៅហ៊ានទាំងអស់ជាជនមានដល់ប្រហែលជា 10% ទេដែលមកនៅហ្នឹងមកនៅតែថ្ងៃទេថ្ងៃគេមកយប់ឡើងគេទៅវិញទើបតែនៅក្នុងរយៈពេលជាង2ខែនៅក្រោយបទជប់បាញ់ប៉ុណ្ណោះដែលប្រជាពលរដ្ឋអ្នកភូមិអូ3ជាន់ហាក់មានលំនឹងនៅក្នុងការសម្រេចចិត្តវិលត្រឡប់ចូលមករស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីប្រកបរបរចិញ្ចឹមជីវភាពគ្រួសារអ្នកស្រីននចន្ទថាជាប្រជាពលរដ្ឋអ្នកលក់ដូរម្នាក់នៅក្នុងផ្សារអូ3ជាន់បានវិលត្រឡប់មកផ្ទះសម្បែងទាំងការព្រួយបារម្ភនៅក្នុងអំឡុងខែមករាឆ្នាំ2026មកដល់មកនៅនឹងនេះខែ1ថ្ងៃទី20ទី10ឯណោះខ្លាំងថ្ងៃទី10ខ្លាំងថ្ងៃទី20បានហ៊ានមកនៅហ្នឹងថាជា 60% ដែរអត់ទាន់មកពេញទេគឺខ្លះមកអញ្ចឹងគេដាក់អីវ៉ាន់ចេញទៅអាខ្លះគេមកលក់ដូរធម្មតាអញ្ចឹងទៅយប់ឡើងគេទៅវិញទៅណាគេអត់មានអ្នកនៅទេតែបើថ្ងៃទី20ជាងអីហ្នឹងជាជនគេឲ្យមកតាមវត្តដែលយើងជិះខ្លួនទៅគេឲ្យយើងមកភូមិយើងវិញមកព្រោះភូមិយើងអត់មានចំនួនដែលមានចំនួនគេឲ្យយើងនៅមួយកន្លែងដូចភូមិជោគជ័យភូមិព្រះច័ន្ទដែលបឹងធ្គរនេះគេឲ្យនៅមួយកន្លែងដែលតំបន់ដែលអត់មានចំនួនគេឲ្យយើងមកនៅតាមភូមិយើងវិញ
មេភូមិមេឃុំអីគេឲ្យយើងមកវិញអញ្ចឹងព្រោះយើងមិនមកតែយើងយូរតែយើងអត់មកគេអង្គលហើយធម្មតាមនុស្សវាអត់មាននៅវាហ៊ានលូកចូលអញ្ចឹងយើងចេះតែមកនៅទៅដល់ពេលមកនៅទៅក៏យើងនៅចេះនៅទៅអត់អីដែរមានថ្ងៃខ្លះវាបាញ់បដីវាបាញ់ឲ្យយើងបង្អល់យើងតែយើងអ្នកនៅក៏នៅទៅអ្នកខ្លាចក៏រត់ទៅណាអានេះគេហៅផ្សារអូបជនមកណាផ្សារអូបជនឡើយនេះស្ថានភាពជីវរដ្ឋឥឡូវគឺធម្មតាមកវិញអត់មានអីភ័យខ្លាចទេគឺរកស៊ីធម្មតាបាទហើយតាមព្រំដែនយើងឃើញថាវាមានប្រព័ន្ធបណ្ដាញសង្គមបំផិតបំភ័យទីទួចមែនប៉ុន្តែជីវរដ្ឋឥឡូវមានភាពរឹងមាំផ្លូវចិត្តរកស៊ីធម្មតាលក់ដូរខ្ញុំក៏នេះតូបរបស់ខ្ញុំប៉ុនខ្ញុំលក់ដូរមួយកូនមួយអីរកស៊ីធម្មតាវិញហើយជាប្រជាពលរដ្ឋអ្នកលក់ដូរម្នាក់នៅក្នុងផ្សារអូបីជាន់និងក៏ជាមេភូមិប្រាសាទនៅក្នុងឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកលឹមសុកណាតក៏បានលើកឡើងផងដែរថាស្ថានភាពនៅក្នុងភូមិអូបីជាន់មានសភាពស្ងប់ស្ងាត់ជាងមុនហើយប្រជាពលរដ្ឋក៏មិនសូវមានការភ័យខ្លាចដូចជាពេលមុនដែរយើងតែងតែភ័យខ្លាចខ្លះដែរពេលដែលវាមានការបន្ទុះគ្រាប់នៅខាងដែលវាកាន់កាប់ណាប៉ុន្តែយើងបានផ្សាយព័ត៌មានក៏ប្រាប់ថាវាទុះនៅក្នុងដីវាទេបាទទុះដែលគ្រាប់ដែលសល់ណាគ្រាប់ដែលវាបាញ់មកទៅអត់ទុះវាទុះចោលថ្ងៃនេះគឺទុះមកគ្រាប់ដែរបាទប៉ុន្តែយើងមិនអីទេជាការស្រាំដែលមានព័ត៌មានពាក់ព័ន្ធនឹងក្រុមការងារគេប្រាប់យើងក្នុងភូមិអញ្ចឹងណាថាមានការបន្ទុះគ្រាប់នៅក្នុងទឹកដីរបស់វាដែលវាកាន់កាប់នឹងបាទបើតាមការលើកឡើងរបស់លោកលឹមសុកណាតជាមេភូមិប្រាសាទឃុំអូបីជាន់មានភូមិចំនួន11ភូមិដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង 10000 នាក់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ58ឃុំអូបីជាន់មានភូមិសំខាន់និងធំចំនួន2ដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងឈ្លានពានរបស់ថៃនៅលើដែនអធិបតេយ្យភាពកម្ពុជាជាពិសេសនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបាននៅក្នុងឃុំអូជាន់វាមាន11ភូមិហ្នឹងមានជាង 10000 នាក់ចំពោះភូមិធំគឺភូមិមានភូមិជោគជ័យភូមិសាលាខ្មែរភូមិស្រួលត្រេតនិងភូមិខ្នោបតបាទក៏ធំដែរជាជនច្រើនម្ដុំនេះគេហៅភូមិអូជាន់ខាងនេះដល់ខាងនោះខ្នោគេភូមិខ្នោបតចែកគ្នាអញ្ចឹងណាទីជុំជននេះមនុស្សច្រើនអញ្ចឹងវាទៅតាមភូមិទីតាំងដែលគាត់អាចទៅរស់នៅបានកោះកោច្រើនជាជនរស់នៅច្រើនហ្នឹងលើកលែងតែភូមិ2ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងគឺដែលត្រូវបានឈ្លានពានដោយចៅថៃហ្នឹងបាទគាត់ឈ្លានពានយកទឹកដីខ្មែរយើងពីកន្លែងហ្នឹងវាច្រើនម៉ាត់ក្រេដែរបាទនៅបាញ់ទៅខាងប៉ូលីសខាងនេះអត់មានចំតែបាញ់ទៅខាងប៉ូលីសក៏អីចំពួកប៉ូលីសចូលទៅក្នុងទៅហ្នឹងវាចំខ្លះខាងផ្ទះសំណាក់ផ្ទះជួលឲ្យចិនអីហ្នឹងចំផ្ទះខ្លះតិចអស់បើនៅអូជាន់អត់អីទេគេអត់ទៅមានផ្ទះសបាយណាចំច្រើនចំតិចតួចពួកយើងមានតែនេះវាមានតំបន់ចំនួនរបស់វានៅតំបន់ចំនួនកន្លែងនេះនៅកណ្ដាលទេភូមិអូបីជាន់ស្ថិតនៅចំកណ្ដាលនៃតំបន់ចំនួនកម្ពុជាថៃបានទទួលរងការវាយប្រហារយ៉ាងតិចតួចបើប្រៀបទៅនឹងតំបន់ចំនួននៅគៀកជាប់នឹងតំបន់ផ្សេងទៀតដូចជាភូមិព្រៃច័ន្ទនិងភូមិជោគជ័យទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋអាជីវករអ្នកលក់ដូរភាគច្រើនពួកគេចង់មើលឃើញនៅស្ថានភាពនៃចំនួនដែលអាចវិលត្រឡប់មករកសុខសន្តិភាពដូចជាពេលមុនវិញអ្នកលក់នេះរត់ឡើងអស់លុយអាលីងអូយវេទនាណាវេទនាមានតែអ្នកចៅបើមិនលក់បានអីកូនបើយើងមិនលក់បានអីហូបតែយើងដើរលក់អត់ខឹងពួកថៃអត់ខឹងដូចតែគ្នាហ្នឹងខឹងមិនខ្លះលក់កាត់អូនៅខឹងឯទៅខឹងតែយើងរស់ស៊ីវាមិនបានយើងចាស់យើងធ្លាប់លក់ដូរដល់ពេលគេរត់លូនយើងបានលក់ដូរអីគេសុខសប្បាយទៅលោកអើយបានលក់ផ្អែមលោកអើយយើងនេះណាកូនបានសុខសប្បាយថាយើងក៏ធូរដែរអារម្មណ៍នៅតែវាមិនថា 100% នៅតិចដែរយើងភ័យណាប្រយុទ្ធមិនគោលឿនខ្លាំងគេថាផ្អើលនឹងគោលឿនហ្នឹងឯងចាំមិនរកភ្លៀងដល់ពេលនេះគេស្ដាប់ទៅមិនរកភ្លៀងវាគោលឿនអញ្ចឹងឯងតែខ្ញុំសំណូមពរថាសូមឲ្យតែសុខសន្តិភាពវិញទៅព្រោះប្រជាជនរស់ស៊ីពិបាកដែរឲ្យប្រជាជនចូលមកនៅរស់ស៊ីធម្មតាវិញហើយសូមតែឲ្យគ្នាដែលអស់ដីហ្នឹងឲ្យបានដីវិញនៅទោះសបាយវិញចាស់គ្នាខ្លះចង់បានតែវិញប៉ុណ្ណឹងឯងដូចខ្ញុំអីខ្ញុំអត់អស់ដីអស់ផ្ទះមែនតែខ្ញុំសំណូមពរឲ្យគាត់បានផ្ទះសបាយគាត់វិញទៅខ្ញុំអាណិតគាត់អាខ្លះទៅធ្វើផ្ទះហើយគាត់បាននៅអាប្រហែលរត់ចូលផ្ទះគេយកអស់មានតែប៉ុណ្ណឹងឯង
លោកអ្នកស្ដាប់ជាទីមេត្រីការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃច័ន្ទទី9 ខែមិនិនាឆ្នាំ2026នេះបានឈានចូលមកដល់ទីបញ្ចប់ហើយសូមអរគុណធីវ៉ាន់ដែលជួយសម្រួលផ្នែកបច្ចេកទេសនាងខ្ញុំសាដាវីនៅសហការីនៃវិទ្យុបារាំងអន្តរជាតិ RFE ទាំងអស់សូមអរគុណនិងសូមជម្រាបលា